បាទបងប្អូនគ្រាន់តែប៉ុណ្ណេះយើងបានហើយឆាម្រះជាមួយនឹងសាច់គោដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទហើយអត់ល្វីងទេបងប្អូនបាទធ្វើទៅញ៉ាំទៅបាទប្រកបជាឆ្ងាញ់សម្រាប់បងប្អូនហើយកុំភ្លេច like share វីដេអូនេះបន្តផងឬក៏ like share ចូល Facebook ដើម្បីទុកមើលថ្ងៃក្រោយក៏បានដែរបាទអរគុណឆាម្រះណាបងប្អូនណាឆាម្រះជាមួយសាច់គោឆ្ងាញ់មិនមែនធម្មតាទេនេះបាទអត់ល្វីងទេបងប្អូនណាចូលរបៀបនេះខ្ញុំអត់ល្វីងទេនេះមកបាទឆ្ងាញ់ណាបាទបងប្អូនខ្ញុំមានសាច់គោផងដែរហ្នឹងហើយសាច់គោយើងហាន់ឲ្យហើយអញ្ចឹងមកហ្នឹងហើយបងប្អូនយកសាច់ផ្នែកណាក៏បានដែរឲ្យទៅយល់ថាជាសាច់ផុយសម្រាប់បងប្អូនណាហ្នឹងហើយចំណែកខ្ញុំយកខាងសាច់កំភួនស្រួយក៏ឆ្ងាញ់ដូចគ្នាដែរហ្នឹងបន្តមកទៀតខ្ញុំចាក់ទឹកត្រីចូលបន្តិចបងប្អូនណាទឹកត្រីប្រហែលជាមិនដល់1ស្លាបព្រាទេបើយើងវាល់ទៅណាហ្នឹងហើយចាក់ទឹកត្រីចូលបន្តិចបន្តដោយទឹកស៊ីអ៊ីវបន្តិចផងដែរបងប្អូនណាមួយមុខបន្តិចទៅបានហើយណាបាទបន្តមកទៀតប្រេងខ្យងឬប្រេងគ្រុំរបស់យើងហ្នឹងបាទដាក់ចូលមកបន្តិចដែរមកបាទអានេះគឺជាម្សៅស៊ុបរ៉ាឌីឬម្សៅស៊ុបខ្នុរបងប្អូនណាហ្នឹងហើយដាក់បន្តិចមកកុំឲ្យដាក់ច្រើនពេកបងប្អូនណាបាទស្ករសក៏អញ្ចឹងដែរបងប្អូនណាស្ករសក៏យើងប្រើដែរដាក់ចូលមកបន្តិចបាទមកមុខបន្តិចមកបាទចុងក្រោយទៀតបើសិនជាបងប្អូនមានប្រេងល្ងបាទក៏ដាក់ប្រេងល្ងចូលផងដែរទៅហ្នឹងហើយបើសិនជាអត់មានទេក៏កុំចាំបាច់ប្រើក៏បានដែរប្រេងល្ងតែបើមានដាក់ទៅរឹតតែឈ្ងុយឆ្ងាញ់បាទបន្តមកទៀតក្រោយពីយើងដាក់គ្រឿងក្រូវរួចអស់ហើយត្រង់កន្លែងនេះបងប្អូនអាចប្រើប៊ីចេងក៏បានដែរណាបើសិនជាបងប្អូនពិសាប៊ីចេងហ្នឹងហើយបើសិនជាមិនពិសាទេក៏ប្រើត្រឹមតែម្សៅស៊ុបរ៉ាឌីឬម្សៅស៊ុបខ្នុរដូចដែលខ្ញុំបានបង្ហាញនេះក៏មានរសជាតិប៊ីចេងដូចគ្នាដែរបាទអញ្ចឹងហើយយើងចាប់ផ្ដើមច្បាច់ច្បល់សាច់របស់យើងឲ្យហើយសិនទៅហ្នឹងហើយបាទហ្នឹងហើយខ្ញុំច្បាច់ចឹងមកនេះបាទអូខេក្រោយពីខ្ញុំបានច្បាច់សាច់មួយសន្ទុះហ្នឹងហើយច្បល់វាឲ្យបានចូលរសជាតិទៅយើងផ្អាប់ទៀតទៅហ្នឹងហើយបាទប្រហែលជាយ៉ាងហោចណាស់ក៏3នាទីទៅ5នាទីដែរបាទបងប្អូនហើយក៏មានដើមខ្ទឹមផងដែរបងប្អូនណាដើមខ្ទឹមឬស្លឹកខ្ទឹមណាបាទយើងហាន់វាមកបាទបងប្អូនចំណែកម្រះវិញថ្ងៃនេះខ្ញុំមានម្រះមួយផ្លែដែរហ្នឹងហើយសម្រាប់យកមកឆាជាមួយនឹងសាច់គោបាទម្រះយើងមិនពិបាកទេបងប្អូនហ្នឹងហើយយើងពុះជាពីរណាបងប្អូនបាទចិត្តកតុយវាចេញអញ្ចឹងមកបាទហើយក៏យើងចាប់ផ្ដើមពុះជាពីរនោះបាទពុះជាពីរទៀតមកអូខេថ្ងៃនេះម្រះរៀងចាស់បន្តិចបងប្អូនណាបាទពុះរួចហើយយើងក៏កោសវាបងប្អូនណាកោសយកក្របចេញមកនេះយកស្លាបព្រាណាស្លាបព្រាកោសមកនេះចេះទៅវាចេញហើយហ្នឹងហើយកោសឲ្យបានស្អាតមកនេះអាបដូលសយើងកោសទៅមិនឲ្យបានអស់ទេមកណានេះប៉ុណ្ណេះទៅយើងបានហើយហ្នឹងហើយអូខេកោសមកនេះបងប្អូនដាក់លើជ្រុញចេញមកឲ្យកោសមកនេះប៉ុណ្ណេះទៅគឺស្អាតហើយនេះបាទបន្តមកទៀតយើងយកទៅលាងទឹកឲ្យស្អាតសិនណោះបាទបងប្អូនឥឡូវនេះខ្ញុំបានលាងទឹកស្អាតហើយបន្តមកទៀតយើងយកម្រះយើងនឹងមកចិតណាបងប្អូនណាហ្នឹងហើយតាមរបៀបរបស់ខ្ញុំគឺខ្ញុំចិតអញ្ចេះណោះនេះបងប្អូនអាចចិតជាចំណិតស្ដើងតូចទៅតឹងក៏បានចិតដូចដែលខ្ញុំបានបង្ហាញនេះក៏បានដែរបាទនេះបាទមើលឲ្យហើយបាទនេះឲ្យប្រើមកនេះចេះមកណាបញ្ឆេតទេមកយើងផ្ដេកកំបិតប្រហែលជាប្រហែល45អង្សាអញ្ចឹងណាបងប្អូនណានេះយើងផ្ដេកកំបិតចេះមកបាទចិត្តអស់មកចិត្តដូចតែខ្ញុំបានបង្ហាញនេះបងប្អូនបាទ
ល្អហើយយើងក៏កើបដាក់មកអូខេបាទបន្តមកទៀតយើងចាប់ផ្ដើមដាំទឹកក៏បងប្អូនដាំទឹកហើយយើងប្រើអំបិលដាក់ចូលទៅក្នុងទឹកហ្នឹងបន្តិចបាទអំបិលដាក់ចូលបន្តិចមកបន្តមកទៀតយើងចាក់ប្រេងឆាបាទប្រេងឆាយើងចាក់ចូលមកប្រហែលជាមួយតាព្រាបាទដាក់ចូលឲ្យហើយអូខេបងប្អូនឃើញថាទឹកនឹងចាប់ផ្ដើមពុះបានល្អអញ្ចឹងហើយបងប្អូនចាប់ផ្ដើមយកម្រះដែលយើងបានចិតអំបាញ់មិញហ្នឹងណាបងប្អូនណាហ្នឹងហើយម្រះហ្នឹងក៏ដាក់ចូលតែម្ដងដើម្បីធ្វើការស្រក់វាសិនស្រស់ប្រហែលជា2នាទីទៅ3នាទីបានហើយបងប្អូនកុំឲ្យយូរពេកណោះបាទក្រោយពីយើងស្រស់2ទៅ3នាទីហើយយើងក៏ស្រង់មកដាក់ចូលនឹងកញ្ច្រែងដោយដាច់សិនបាទដើម្បីសម្រស់វាបាទដល់ប៉ុណ្ណេះយើងបន្តការធ្វើឆាម្រះជាមួយសាច់គោបន្តទៀតបងប្អូនណាហ្នឹងហើយយើងសម្រស់វាសិនមកអានេះគឺយើងស្រស់ដើម្បីជៀសវាងបន្ថយភាពល្វីងឬក៏អាចកាត់បន្ថយភាពល្វីងឲ្យបានច្រើនហ្នឹងហើយបាទបន្តមកទៀតយើងចាប់ផ្ដើមដាំខ្ទះចាក់ខ្លាញ់ចូលបន្តមកទៀតយើងយកខ្ទឹមបាទខ្ទឹមសដែលយើងបានចិញ្ច្រាំហ្នឹងដាក់ចូលតែម្ដងដើម្បីបំពងខ្ទឹមសឲ្យឡើងឈ្ងុយបន្តិចសិនបាទបងប្អូនឃើញថាខ្ទឹមសរបស់យើងចាប់ផ្ដើមឡើងពណ៌ហើយឈ្ងុយបន្ទាប់មកយើងយកសាច់គោដែលយើងបានប្រឡាក់ហ្នឹងដាក់ចូលភ្លាមៗតែម្ដងបាទហើយយើងធ្វើការឆាត្រឡប់សាច់គោរបស់យើងទៅបាទឆាឡើងទៅហើយក៏យើងបន្ថែមទឹកបន្តិចបងប្អូនណាទឹកថែមទឹកមកថាវាស្រួលពេកហ្នឹងហើយដាក់ទឹកហើយយើងឆាឡើងទៅល្មមថាសាច់គោយើងនេះល្មមផុយល្អជាពិសេសសាច់កពួននេះគឺផុយល្អមែនទេបងប្អូនណាហ្នឹងហើយបន្តមកទៀតនេះយើងចាប់ផ្ដើមយកបាទម្រះដែលយើងបានស្រោបទុកហ្នឹងដាក់ចូលតែម្ដងបងប្អូនណាហើយយើងចាប់ផ្ដើមឆាមកឆាឡើងទៅមិនពិបាកឯងបងប្អូនបាទម្ហូបនេះគឺងាយនឹងធ្វើបាទងាយនឹងធ្វើហើយក៏ខ្ញុំជឿជាក់ថាបងប្អូនយល់មកក្នុងការធ្វើម្ហូបមួយនេះហើយឆាម្រះជាមួយនឹងសាច់គោណាបងប្អូនបន្តមកទៀតនេះបងប្អូនយកបាទដើមខ្ទឹមបងប្អូនណាដើមខ្ទឹមដែលយើងបានហាន់នោះដាក់រោយចូលតែម្ដងរបស់យើងឆាឡើងមកតែពី3ត្រឡប់ទៅបានហើយពេលនេះគឺយើងចាប់ផ្ដើមដួសដាក់ចានតែម្ដងបាទបងប្អូនគ្រាន់តែប៉ុណ្ណេះយើងបានហើយឆាម្រះជាមួយនឹងសាច់គោដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទហើយអត់ល្វីងទេបងប្អូនបាទធ្វើទៅញ៉ាំទៅបាទប្រកបជាឆ្ងាញ់សម្រាប់បងប្អូនហើយបងប្អូនសាកយកទៅធ្វើតាមឆ្ងាញ់មិនឆ្ងាញ់ឬបានមិនបានយ៉ាងណាមេត្តាជួយ comment នៅក្រោមវីដេអូខ្ញុំផងហើយកុំភ្លេចបងប្អូនណាមួយទៀតគឺកុំភ្លេច like share វីដេអូនេះបន្តផងឬក៏ like share ចូល Facebook ដើម្បីទុកមើលថ្ងៃក្រោយក៏បានដែរបាទអរគុណបងប្អូនជាច្រើនបាទសម្រាប់ទស្សនាវីដេអូខ្ញុំបាទវាធ្វើម្ហូបខ្ញុំបាទនេះបាទតាំងពីដើមរហូតដល់ចប់ណាហើយក៏សូមជូនពរបងប្អូនជួបតែក្តីសុខសេចក្តីចម្រើនទទួលទានបាទរកទទួលទានមានបានសុខភាពល្អគ្រប់ក្រុមគ្រួសារបាទដល់ពេលនេះខ្ញុំបាទសូមជម្រាបលាសិនបាទជួបគ្នាវីដេអូក្រោយកុំភ្លេចណាជួយ like share វីដេអូនេះបន្តផងជាមួយនឹងមុខម្ហូបឆាម្រះជាមួយសាច់គោដ៏ឈ្ងុយឆ្ងាញ់នេះបាទអរគុណច្រើន